បាទជំរាបសួរប្រិយមិត្តទាំងអស់ជាទីគោរពស្រឡាញ់អ្នកដែលស្គាល់ខ្ញុំជាពិសេសហ្នឹងហើយអញ្ចឹងទាំងនៅចិត្តនៅឆ្ងាយបាទថ្ងៃនេះខ្ញុំហូប Alaska Omega 3នឹងរាល់ថ្ងៃប៉ុន្តែមិនដែលបានដូចជាមិនដែលបានចែករំលែកទេណោះខ្ញុំគិតថានេះក្នុងមួយដបនោះមាន180គ្រាប់បាទគ្រាប់វាទូបាទទូមែនតែនបាទស្រួលហូបបាទដល់ម៉ោងហូបហើយបាទអញ្ចឹងហេតុអីបានខ្ញុំត្រូវការហូបវារាល់ថ្ងៃបាទការដែលខ្ញុំហូបវាហើយខ្ញុំមានអារម្មណ៍ថាភ្នែករបស់ខ្ញុំវាមិនស្រអាប់ជាងមុនណាវាមិនព្រិលអញ្ចឹងវាល្អជាងមុនការសម្លឹងមើលក៏ដូចជាទឹកភ្នែកយើងការដែលធ្លាប់តែយើងរលាកមិនស្រួលភ្នែកហ្នឹងវាស្រួលបាទវាស្រួលឡើងវិញហ្នឹងចាហ្នឹងជួយដល់ការដែលខ្ញុំជួយគេងស្រួលទៀតបាទធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចមិនសូវភ្លេចភ្លាំងដូចមុនអញ្ចឹងណានឹងមានជួយច្រើនទៀតលោកអ្នកហេតុអីបានវាជួយច្រើនអញ្ចឹងយើងស្គាល់ថា Alaska Omega 3នេះវាជាអ្វីបាទគ្រាប់ទូចមិញហ្នឹងបាទវាជាខ្លាញ់ត្រីលោកអ្នកឃើញខ្លាញ់ត្រីរាល់ថ្ងៃហូបត្រីទៅលេងអីបាត់ហើយម្នេះប៉ុន្តែត្រីយើងដែលហូបរាល់ថ្ងៃហ្នឹងមានខ្លាញ់ល្អតិចណាបាទវាខ្លាញ់ល្អតិចណាខ្លាញ់ត្រីប្រាយក៏ដោយគឺខ្លាញ់ល្អតិចខ្លាញ់អាក្រក់ច្រើនអញ្ចឹងក្នុងរាងកាយយើងមានខ្លាញ់ល្អខ្លាញ់អាក្រក់បាទខ្លាញ់ល្អគឺសម្រាប់ជួយឲ្យឈាមរត់ស្រួលសម្រាប់ថែរក្សាសរសៃឈាមថែរក្សាសរសៃប្រសាទយើងភ្នែកបាទថែរក្សាបេះដូងឲ្យឈាមរត់ស្រួលបាទធ្វើសុខភាពល្អផ្នែកខ្លាញ់អាក្រក់បាទផ្ទុយបាទខ្លាញ់អាក្រក់គឺធ្វើឲ្យយើងឡើងក្បាលពោះធ្វើឲ្យយើងធាត់ធ្វើឲ្យកើតជំងឺលើសឈាមstroke បាទន័យថាក្នុងខួរក្បាលមានបញ្ហាស្ទះសរសៃឈាមនេះរហូតដល់អ្នកខ្លះលើសឈាមបាទលើសឈាមដួលទៅក៏ធ្វើបែកសរសៃឈាមគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងដើម្បីប្រការបញ្ហាអស់ហ្នឹងគឺយើងគួរតែហូប Alaska Omega 3បាទយ៉ាងហោចណាស់មួយថ្ងៃ2គ្រាប់បាទមួយថ្ងៃ2គ្រាប់ព្រោះនេះមានលេខ550 មីលីក្រាមក្នុងមួយគ្រាប់ណាអញ្ចឹងបើសិនជាលោកអ្នកប្រើផ្សេងគឺលោកអ្នកអាចតេស្តមើលព្រោះផ្នែកត្រីមានច្រើនបាទគឺឬក៏ថា Omega 3មានច្រើននៅក្នុងទីផ្សារលោកអ្នកអាចពិសោធន៍ដោយទូទឹកកកណាលោកអ្នកយកទៅក្លាសេទៅតែកកអត់បើមិនកកគឺរបស់នឹងមិនសូវល្អទេហ្នឹងហើយវាអត់សតណាអានេះគឺយើងយកក្លាសេអត់កកទេពីព្រោះវាផលិតដោយត្រីប៉ូឡាក់នៅក្នុងមហាសមុទ្រដែលមានទឹកស្អាតជម្រៅ600